បាទសួស្តីបងប្អូនទាំងអស់គ្នាក្នុងវីដេអូនេះយើងជួបគ្នាទៀតហើយដោយនៅថ្ងៃនេះខ្ញុំនឹងលើកយកក៏ដូចជាសង្ខេបនៅព្រឹត្តិការណ៍អន្តរជាតិពិសេសនោះគឺព្រឹត្តិការណ៍ទាក់ទងទៅនឹងសង្គ្រាមរវាងអ៊ីស្រាអែលក៏ដូចជាសហរដ្ឋអាមេរិកតទល់ជាមួយនឹងប្រទេសអ៊ីរ៉ង់បងប្អូនបើគិតត្រឹមថ្ងៃទី5ខែមីនាឆ្នាំ2026បាទចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ដែលត្រូវរងពីរងការវាយប្រហារពីសំណាក់យោធាអាមេរិកក៏ដូចជាយោធានៃប្រទេសអ៊ីស្រាអែលនោះគឺបានកើនឡើងរហូតដល់ទៅចំនួន1230នាក់ហើយបងប្អូនបាទឃើញថាមានការកើនឡើងបន្ថែមទៀតហើយចំនួនអ្នកស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់នេះជាចំនួនអ្នកស្លាប់មួយហើយក៏ប៉ុន្តែក៏មានចំនួនអ្នកស្លាប់នៅក្នុងប្រទេសលីបង់ទៀតដែរបងប្អូនច្បាស់ជាឆ្ងល់ហេតុអីបានជាស្លាប់នៅក្នុងប្រទេសលីបង់ទៀតបើសិនជាបងប្អូនមិនបានតាមដានទេបងប្អូនច្បាស់ជាឆ្ងល់ហើយថាហេតុអីបានទៅស្លាប់ក្នុងប្រទេសលីបង់ថែមទៀតអញ្ចឹងបាទបងប្អូនមូលហេតុដោយសារតែអឺលីបង់គឺមានក្រុមសកម្មប្រយុទ្ធបាទក្រុមសកម្មប្រយុទ្ធHezbollah ដែលជាសម្ព័ន្ធមិត្តជាមួយនឹងប្រទេសអ៊ីរ៉ង់បាទក្រុម Hezbollah ហ្នឹងមានមូលដ្ឋាននៅក្នុងប្រទេសលីបង់ភាគខាងត្បូងបាទហើយជាមួយគ្នាយើងឃើញថាខាងយោធាអ៊ីស្រាអែលនោះក៏មានការព្រមានក៏ដូចជាប្រកាសទៅដល់ពលរដ្ឋស្លូតត្រង់របស់ប្រទេសលីបង់ហ្នឹងបាទជាពិសេសគឺប្រជាពលរដ្ឋដែលរស់នៅក្នុងទីក្រុងប៉េរូនៅក្នុងប្រទេសលីបង់ហ្នឹងគឺអ៊ីស្រាអែលព្រមានក៏ដូចជាប្រកាសថាឲ្យចាក់ចេញបើសិនជាចង់រស់រានមានជីវិតបងប្អូនហើយព្រឹត្តិការណ៍អាប់ដេតបន្ថែមទៀតនោះគឺតាក់ទងទៅនឹងនាយករដ្ឋមន្ត្រីរបស់អង់គ្លេសគឺលោក Keir Starmer បានបញ្ជាក់ផងដែរថាលោកគឺបានបញ្ជូនយន្តហោះចម្បាំងចំនួន4គ្រឿងទៅកាន់ប្រទេសកាតាដែលជាប្រទេសមួយនៅមជ្ឈមបូព៌ានៅជិតទៅនឹងជាចំមជ្ឈមបូព៌ាគឺនៅប្លុកជាមួយនឹងអ៊ីរ៉ង់ជាមួយនឹងអ៊ីស្រាអែលនឹងហើយបញ្ជូនទៅដើម្បីបាទជួយការពារប្រជាពលរដ្ឋអង់គ្លេសនៅក្នុងប្រទេសកាតាជាដើមអញ្ចឹងទៅបាទហើយគណៈដែលប្រទេសអារ៉ាប់បាទបើយើងនិយាយទៅដល់ប្រទេសអារ៉ាប់វិញដែលជាប្រទេសមួយដែលត្រូវបានប្រទេសអ៊ីរ៉ង់ដាក់គោលដៅថាវាប្រហារធ្ងន់ធ្ងរដែរនោះក្រៅពីអ៊ីស្រាអែលនោះគឺអារ៉ាប់អាញាធរអារ៉ាប់បានបញ្ជាក់ឲ្យថាអារ៉ាប់បានស្ទាក់ចាប់យន្តហោះអ៊ីរ៉ង់ចំនួន6គ្រឿងរួមជាមួយនឹងមីស៊ីលនិងយន្តហោះ drone គ្មានមនុស្សបើកហ្នឹងចំនួនដល់ទៅ131គ្រឿងនៅក្នុងថ្ងៃទី5ខែមីនាហើយក៏ប៉ុន្តែក្នុងនោះដែរមានមីស៊ីលមួយគ្រាប់និងយន្តហោះdrone ចំនួន6គ្រឿងបានបាញ់ធ្លាក់ទៅក្នុងប្រទេសអារ៉ាប់បាទហើយបង្កជាការផ្ទុះនៅក្នុងប្រទេសអារ៉ាប់អញ្ចឹងទៅហ្នឹងហើយបងប្អូនបាទនេះគឺជាព័ត៌មានអាប់ដេតមួយចំនួនទៀតហើយយើងឃើញថាជាមួយគ្នានោះយោធាអាមេរិកក៏បានព្យាយាមប្រើប្រាស់នាវាមុជទឹកបាញ់ផ្លោងទៅលើនាវារបស់ប្រទេសអ៊ីរ៉ង់ដែរក៏ដូចយោធាអ៊ីរ៉ង់ដែរបាទគឺប្រើនាវាមុជទឹកបាញ់តែម្ដងបាញ់គ្រាប់ចេញពីទឹកផ្លោងទៅនាវាតែម្ដងសង្គ្រាមនេះយើងឃើញថាចាប់ផ្ដើមបញ្ចេញសភាវុធកាន់តែច្រើនហើយបងប្អូនហើយខ្ញុំឃើញថាមានការបញ្ចេញព័ត៌មានសំខាន់មួយចំនួនក៏ដូចជាលម្អិតពីពណ៌នាអំពីដ្រូនអាវុធដ្រូនណាសភាវុធដ្រូនដែលប្រទេសទាំងខាងអ៊ីរ៉ង់ទាំងអាមេរិកប្រើនោះឃើញមានសារព័ត៌មានដូចជា CNA បានចេញលម្អិតទៅលើសភាវុធដ្រូននោះហើយខ្ញុំគ្រោងថានឹងចេញជាអាវុធចេញជាវីដេអូតាក់ទងទៅនឹងអាវុធមួយដែល focus ទៅលើអាវុធនឹងមួយដែរក៏ប៉ុន្តែឥឡូវនេះខ្ញុំអត់ទាន់មានពេលខ្ញុំមកសង្ខេបព័ត៌មានជូនបងប្អូនសិនដើម្បីឲ្យបងប្អូនទទួលបានព័ត៌មានមួយចំនួនសំខាន់តាក់ទងទៅនឹងព្រឹត្តិការណ៍អន្តរជាតិជាពិសេសគឺសង្គ្រាមបាទអ៊ីស្រាអែលជាមួយនឹងអ៊ីរ៉ង់ក៏ដូចជាអាមេរិកដែលវាយប្រហារទៅលើអ៊ីរ៉ង់ដែរហើយសង្គ្រាមនេះឃើញមានការទាញចូលរវាងក្រុមកងកម្លាំងដែលគ្រប់គ្រងទៅលើប្រទេសអ៊ីរ៉ង់ឲ្យជួយវាយប្រហារទៅអ៊ីស្រាអែលវិញដូចគ្នាបាទហើយបងប្អូនព័ត៌មានមួយចំនួនទៀតនោះគឺបើយោងតាមសារព័ត៌មានធំដែលខ្ញុំបានដកស្រង់ដូចជា BBC Reuters ហើយនិង CNN ជាដើមខ្ញុំឃើញមានព័ត៌មានខ្លះ
មានទាំងស្លាប់ដល់គ្រូពេទ្យដែលជួយសង្គ្រោះអ្នករងរបួសនៅក្នុងប្រទេសអ៊ីរ៉ង់ទៀតបងប្អូនជាក់ស្ដែងគឺឃើញថាមានការផ្សាយថាគ្រូពេទ្យដែលជួយសង្គ្រោះនឹងស្លាប់4នាក់នៅក្នុងប្រទេសអ៊ីរ៉ង់ដោយសារការវាយប្រហារពីអ៊ីស្រាអែលក៏ដូចជាអាមេរិកឯជាដើមហើយក៏មាន25នាក់បាទក្រុមគ្រូពេទ្យ25នាក់ផ្សេងទៀតរងរបួសផងដែរហើយក្រៅពីនោះបងប្អូនប្រហែលជាដឹងហើយគឺការវាយប្រហារពីយោធាអាមេរិកទៅចំលើសាលារៀនដែលមានសិស្សស្រីនោះរហូតដល់ទៅ160នាក់ជាងស្លាប់បាត់បង់ជីវិតនេះវាពិតជារឿងដែលយើងមិននឹកស្មានថាវាសាហាវមែនទែនសង្គ្រាមនេះហើយយើងមិនដឹងថាត្រូវបន្ទោសអាមេរិកយ៉ាងម៉េចឬក៏យើងត្រូវបន្ទោសខាងអ៊ីរ៉ង់យ៉ាងម៉េចទេព្រោះមែនទែនទៅទាំងសងខាងនេះសុទ្ធតែមាន fan អ្នកគ្រប់គ្រងរៀងខ្លួនអ្នកខ្លះគាត់គ្រប់គ្រងខាងអាមេរិកថាអាមេរិកធ្វើនេះត្រូវហើយដោយសារតែអ៊ីរ៉ង់នឹងផ្ដាច់ការពេកហើយអ្នកមកខាងទៀតនោះគឺគាត់នៅខាងអ៊ីរ៉ង់ចឹងទៅថាអាមេរិកធ្វើនឹងអាងតែខ្លួនឯងអ្នកមានខ្លួនឯងនឹងធំមានកម្លាំងទ័ពធំទៅបំពៀនទៅលើប្រទេសដែលគេតូចតាចគេខ្សោយជាងទៅណាបាទនេះគឺជាមតិលើកឡើងរវាងបងប្អូនយើងដែលមានដែលគាត់ perspective ការយល់ឃើញគាត់ខុសគ្នាបាទអញ្ចឹងខ្ញុំគិតថាបើតាមការលើកឡើងរបស់ខ្ញុំមិនអាចបន្ទោសខាងណាបានទេគឺវាធ្វើមិនទេសង្គ្រាមវាផ្ទុះឡើងទៅហើយគ្រាន់តែសង្ឃឹមថាបណ្ដាប្រទេសធំនៅប៉ែកអឺរ៉ុបតែយ៉ាងណាក៏ដោយបើយើងនិយាយដល់អឺរ៉ុបនេះខ្ញុំឃើញថាការវាយប្រហាររបស់អ៊ីរ៉ង់ក៏បានបំពេញទៅលើប្រទេសទូគីដែរបងប្អូនបាទបាញ់រហូតដល់ប៉ះពាល់ទូគីហើយទូគីគឺជាប្រទេសមួយនៅក្នុងប៉ែកអឺរ៉ុបហើយប៉ែកអឺរ៉ុបនេះយើងឃើញថាមានបារាំងដែរកាលពីម្សិលមិញនេះបារាំងបានប្រកាសថាបារាំងបានត្រៀមបញ្ចេញនាវាដឹកយន្តហោះចម្បាំងហើយដើម្បីជួយទៅដល់សម្ព័ន្ធមិត្តរបស់ខ្លួននៅក្នុងអង្គការ NATO គឺប្រទេសអ៊ីស្រាអែលក៏ដូចជាសហរដ្ឋអាមេរិកជាដើមអញ្ចឹងហើយបារាំងចេញមុខជួយខាងអ៊ីស្រាអែលមួយទៀតអញ្ចឹងអ៊ីរ៉ង់កាន់តែតឹងហើយអ៊ីរ៉ង់រាប់មកវិញបាទដូចថាអញ្ចឹងខ្លួនតែឯងតែមួយទេបើរាប់ប្រទេសបើសកម្មយុទ្ធនៅតាមប្រទេសមួយចំនួនទៀតឃើញមានក្រុមសកម្មយុទ្ធមានអីទៅធំបងប្អូនបាទក្រុមសកម្មយុទ្ធអាចថាខ្ញុំហ៊ាននិយាយថាដូចមិនធំទៅនឹងប្រទេសទេវាមានកម្លាំងក៏មានអាវុធបាញ់តទល់ជាមួយនឹងអ៊ីស្រាអែលក៏ដូចជាអាមេរិកក៏ពិតមែនក៏ប៉ុន្តែដូចថាអញ្ចឹងវាមិនមានអីជាដុំកំភួនដើម្បីធ្វើឲ្យខ្ទេចយោធាអ៊ីស្រាអែលឬក៏អាមេរិកបានទេបាទគ្រាន់តែជួយអញ្ចឹងណាជួយទៅដល់អ៊ីរ៉ង់អញ្ចឹងទៅដោយសារតែបាទជាសម្ព័ន្ធមិត្តជាមួយគ្នាអញ្ចឹងទៅតែយ៉ាងណាក៏ដោយសង្គ្រាមនេះគឺបានទាញឲ្យប្រទេសច្រើនណាស់ពាក់ព័ន្ធបងប្អូនហើយជាមួយគ្នាក៏វាទាញឲ្យសេដ្ឋកិច្ចពិភពលោកហ្នឹងក៏មានការប្រហែលជាដល់ថយក្រោយដូចគ្នាព្រោះបើសិនជាអញ្ចឹងហើយតម្លៃប្រេងហក់ឡើងសូម្បីតែកម្ពុជាយើងនេះបាទសម្រាប់យើងនៅប៉ែកអាស៊ីនេះក៏នឹងរងប៉ះពាល់ដូចគ្នាបងប្អូនជាមើលទៅព្រោះប្រេងគឺប្រេងឆៅនោះគឺយើងបានប្រភពមកពីប៉ែកមជ្ឈមបូព៌ាហ្នឹងហើយដែលជាកន្លែងសម្បុកប្រេងអញ្ចឹងបើសិនជាមជ្ឈមបូព៌ាជួបវិបត្តិសង្គ្រាមរញ៉េអញ្ចឹងគឺបាទចលាចលមែនទែនហើយបងប្អូនឃើញមានរូបភាពប្រជាពលរដ្ឋលីបង់ណានៅក្នុងទីក្រុងប៉េរូដែលអ៊ីស្រាអែលពមៀនហ្នឹងឃើញនាំគ្នាសម្រុកចេញពីទីក្រុងតែម្ដងព្រោះខ្លាចមានការវាយប្រហារសន្ធាប់ពីអ៊ីស្រាអែលហើយអ៊ីស្រាអែលក៏បានពមៀនដែរអ៊ីស្រាអែលវាយទៅលើទីក្រុងប៉េរូថានឹងវាយទៅលើទីក្រុងប៉េរូដើម្បីជាការសងសឹកទៅលើក្រុមហេបូឡាស់ដែលជាសម្ព័ន្ធមិត្តជាមួយអ៊ីរ៉ង់នឹងតែម្ដងតកតងទៅនឹងចំនួនអ្នកស្លាប់របស់ខាងយោធាអាមេរិកវិញបងប្អូនប្រកាសជាចង់ដឹងហើយថាមានការវិវត្តបន្ថែមទេហើយបើតាមខ្ញុំចូលឆែកមើលព័ត៌មានមិនទាន់មានការអាប់ដេតចំនួនអ្នកស្លាប់របស់យោធាអាមេរិកបន្ថែមទេគ្រាន់តែកាលពីម្សិលមិញឃើញអាប់ដេតចំនួនថា6អ្នកដដែលយោធាអាមេរិកចឹងណាបងប្អូនតែខ្ញុំឃើញសារព័ត៌មានមួយចំនួនទៀតបានបង្ហាញមុខយោធាអាមេរិកដែលបានស្លាប់ហើយចំនួនអ្នកស្លាប់អត់មានការអាប់ដេតទេបាទនេះគឺតកតងទៅនឹងអាមេរិកហើយអ៊ីស្រាអែលបាទឃើញថាមានអ្នកស្លាប់ប្រមាណអ្នកទេដូចជាអត់ទាន់ចេញបញ្ជាក់ចំនួនអ្នកស្លាប់អីច្បាស់លាស់នៅឡើយខាងអ៊ីស្រាអែលបងប្អូនឬក៏មានប្រភពផ្សេងដែលខ្ញុំមើលមិនទាន់ដល់ឬមិនទាន់ឃើញឬយ៉ាងណាខ្ញុំឆែកមើលមីឌាធំដែរហើយខ្ញុំមើលកន្លែង summary update ឬក៏ live update នៅក្នុងនោះគឺអត់ទាន់មានទេបងប្អូនអញ្ចឹងនៅថ្ងៃនេះគឺខ្ញុំមានការអាប់ដេតព័ត៌មានប៉ុណ្ណឹងជូនបងប្អូនហើយបើសិនជាមានព័ត៌មានវិវត្តបន្ថែមយ៉ាងណាទៀតខ្ញុំនឹងចេញព័ត៌មានសង្ខេបជូនបងប្អូនឬអាចចេញព័ត៌មានពិស្ដារឬក៏វិភាគណាមួយជូនទៅដល់បងប្អូនស្ដាប់បន្ថែមទៀតហើយខ្ញុំសង្ឃឹមថាបងប្អូននៅពេលដែលស្ដាប់ហើយជួយចុច Subscribe Channel របស់ខ្ញុំផងដើម្បីឲ្យខ្ញុំមានកម្លាំងនៅក្នុងការ
ស្រាវជ្រាវក៏ដូចជាមើលព័ត៌មានអាប់ដេតបន្ថែមពីប្រភពព័ត៌មានអន្តរជាតិចេញជាវីដេអូជូនបងប្អូនបន្ថែមទៀតបាទអញ្ចឹងនៅពេលនេះគឺខ្ញុំសូមអរគុណជួបគ្នានៅវីដេអូក្រោយបងប្អូនបាទអរគុណជម្រាបលា